បរិមាណបាយដែលយើងគួរតែញ៉ាំក្នុងមួយពេលទៅតាមអាយុរបស់យើងចាអាយុ30គួរតែញ៉ាំប៉ុន្មាន40គួរញ៉ាំប៉ុន្មានអីចឹងណាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបានឃើញលោកដុកទ័រគាត់ចែកម្លែកទៅជាមួយនឹងបរិមាណបាយដែលគួរតែញ៉ាំក្នុងមួយពេលចង់និយាយថាក្នុងមួយពេលមិនមែនមួយថ្ងៃទេណាអញ្ចឹងគាត់បានធ្វើការចែកម្លែកថាអាយុ30អញ្ចឹងបានថាគឺពី30ដល់39បរិមាណបាយដែលយើងគួរតែញ៉ាំក្នុងមួយពេលគឺ2វេកចាណាអញ្ចឹងពី40ដល់49បរិមាណបាយដែលគួរតែញ៉ាំហ្នឹងគឺ1វេកកន្លះចាហើយពី50ដល់59បរិមាណបាយដែលគួរតែញ៉ាំហ្នឹងគឺ1វេកចាអញ្ចឹងដល់ពេលផុតហ្នឹង60ឡើងបរិមាណបាយដែលយើងគួរតែញ៉ាំក្នុងមួយពេលកន្លះវេកចាដោយសារអីដោយសារតែរាងកាយរបស់មនុស្សយើងនៅពេលដែលយើងអាយុរត់ទៅច្រើនទៅគឺយើងលេងត្រូវការអាហារច្រើនហើយចាណានៅពេលដែលយើងញ៉ាំអាហារច្រើនហើយប្រាកាតអស់បាយគឺវានឹងคล้ายទៅជាស្ករណាហើយវាគឺនឹងคล้ายទៅជាខ្លាញ់នៅពេលដែលយើងប្រានអស់វានឹងទៅកក់កុញនៅតាមរាងកាយរបស់យើងដូចជាពិសេសគឺក្បាលពោះហ្នឹងហ្មងចាណាដើមដៃដើមជើងអញ្ចឹងនៅពេលដែលយើងអាយុរត់ទៅច្រើនអាហារដែលយើងត្រូវការទទួលទាននេះគឺរត់តែតិចមិនមែនអាយុរត់តែច្រើនត្រូវការទទួលទានរត់តែច្រើនគឺអត់ទេកុំឲ្យមានការយល់ច្រឡំកន្លែងហ្នឹងអញ្ចឹងនៅពេលដែលយើងញ៉ាំរត់តែតិចសុខភាពរបស់យើងរត់តែល្អ30เนี่ยมื้อนึงเนี่ยเหลือสัก2ทัพพี40เนี่ยสักทัพพีครึ่ง50ทัพพีเดียวพอ60เหลือสักครึ่งเดียวต่อมื้อหรือต่อวันต่อมื้อ